នៅក្នុងវីដេអូនេះណាខ្ញុំនឹងបង្ហាញពីការប្រើប្រាស់ Google Anti Gravity ដើម្បីបង្កើត mobile app ទាំងជាដំបូងយើងចូលទៅក្នុង website របស់ Google Anti Gravity ជាក្នុងហ្នឹងគឺយើងចូលមកក្នុងហ្នឹងយើងអាចចូលមក download វាបានវាគឺជាប្រភេទ ID មួយដែលយើងអាចធ្វើការយកមកសរសេរកូដបានដូចជា VS Code ដែរចឹងនៅក្នុងហ្នឹងមាន download ដូចជាសម្រាប់ macOS ចឹងអ្នកនរគ្នាអាច download សោះមួយណាសម្រាប់ OS របស់អ្នកនរគ្នាចឹងឥឡូវនេះគឺខ្ញុំមានហើយ download ហើយបាន install ហើយចឹងក្នុងហ្នឹងគឺយើងអាចធ្វើការបង្កើតបើក raw file path ដែលយើងត្រូវការដាក់បញ្ជីចឹងខ្ញុំដាក់នៅក្នុងនេះអញ្ចឹងក្នុងនេះខ្ញុំបង្កើត folder ទេមួយដើម្បីឲ្យ Anti Gravity ចេញទៅជីដាក់ចូលក្នុងហ្នឹងចឹងនៅក្នុងហ្នឹងគឺយើងគ្រាន់តែសរសេរ Pro មកគឺវាមានដូចជា Gemini មាន AI model មួយចំនួន Gemini ហើយនឹង Cloud ហើយនឹង GPT ឬក៏យើងអាច manage វាបានហើយក្នុងនោះបើសិនជាមុនដំបូងគឺយើងត្រូវមាន login យើងអាចប្រើ Google account យើងដើម្បី login មកគឺយើងអាចប្រើវាដើម្បីបានចុះឥឡូវនៅក្នុងបញ្ជីនេះគឺខ្ញុំគ្រាន់តែ copy prompt មកតែprompt យកមកដាក់មកចឹងនេះគឺខ្ញុំបានប្រាប់ឲ្យ Google Anti Gravity ហ្នឹងគឺ generate ជា investment mobile app ដែលប្រើ Flutter ចឹងនេះគឺយើងក៏ទៅចុច send វាទៅតោះមកវានឹងធ្វើការ analyze project របស់យើងតោះពីវាបាន analyze ហើយវានឹងបង្កើត description មួយវាបង្ហាញថានៅក្នុងនឹងមានអីខ្លះវាមាន feature ខ្លះដែលបានលិះប្រាប់យើងដូច្នេះក្នុងនោះគឺយើងគ្រាន់តែចុច proceed នេះទៅឬក៏កន្លែងនេះក៏បានដែរវានឹងធ្វើការចាប់ផ្ដើមគិតពីការបង្កើតកូដចេញមកអញ្ចឹងកន្លែងនេះគឺវានឹងបង្កើតបញ្ជីមកឲ្យយើងដូច្នេះយើងគ្រាន់តែចុច run វាទៅវានឹងបង្កើតបញ្ជីមកជាទូទៅដល់ត្រឹមនេះគឺយើងគ្រាន់តែចុច run រហូតទៅគឺវានឹង generate file ជាតាម step មកឲ្យយើង
ចឹងអាចចុងក្រោយនៅពេលដែលចប់ហ្នឹងយើងគ្រាន់តែ support ទៅគឺបានហើយយើងបាន project មួយដែលបង្កើតឡើងដោយ anti gravity តែយើងអាចធ្វើការតេស្តមើលបានគឺយើងបើកក្នុង file មកទៅមកសារ run ជាមួយនឹង emulator ជាក្នុងវាមាន service វាបង្កើតចេញជា model screen service ដែលវានឹងយកទិន្នន័យចេញពីក្នុងនេះមកយ៉ាងនេះគឺជាឈ្មោះរបស់ app ដល់តែយើង search នោះវាបង្ហាញទិន្នន័យក្នុងនេះមកឲ្យយើងអញ្ចឹងក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនរចូលចិត្តកុំភ្លេចជួយ like share និង subscribe ផងអរគុណ